តបបងប្អូននេះមកនិយាយពីអាคลิกម្ដងអាคลิกនេះជារត់មិនប្រកាសថាពេលណាក្តៅពេលណាជាក់ទេសំខាន់គឺពេលធ្លាក់កលុកតែម្ដងអញ្ចឹងសម្រាប់អាពេលធ្លាក់កលុកនេះជាងប្រកាសជាដឹងហើយខ្ញុំក៏ដឹងដែរតែវាមិនដឹងថាខូចនំដុំណាគ្រាន់តែយើងប៉ាន់ស្មានថាវាប្រកាសជារលងដូចឬក៏ដាច់ខ្សែបើបញ្ហាមួយទៀតគឺក្តៅរលត់អាពាក្យថាក្តៅរលត់គឺបញ្ហាផ្សេងបើក្តៅរលត់វាអាចបញ្ហាទៅលើ sensor ឬក៏បញ្ហាផ្នែកដេរឬក៏ដុំភ្លើងរបស់វាអញ្ចឹងឲ្យបងប្អូនជាងយើងទៅមើលខ្សែភ្លើងសំណុំខាងក្រោមមុនគេឲ្យបងប្អូនយើងវះកស៊ូក្រៅចេញហើយបងប្អូនទាញម្ដងមួយទាញឲ្យរៀងតឹងដៃបន្តិចវាប្រកាសជាមានខ្សែមួយណាពុកផុយបញ្ជាក់ទីបងប្អូនមើលមិនដឹងទេតោះតែយើងទាញមានន័យថាខ្សែភ្លើងខាងក្រៅដាច់ទេស្ពាន់ខាងក្នុងគឺវាចិត្តដាច់អញ្ចឹងហើយពេលដែលវារលាក់គឺវារលត់ពេលរលាក់គឺវារលត់ហើយកុំមើលងាយបញ្ហាប៉ុណ្ណេះបងប្អូនបើរោមិនត្រូវធ្វើមកវិញតែម្ដងតែបើយើងធ្វើត្រូវតាមមួយផ្លែតទេអាចថាកន្លះម៉ោងជាងគឺហើយតែហើយជាង10ប្រកាសជាបានលុយតែខលុយលេខទិញអាជាឯងលុយទៅខំសំតិចយកកូនទៅពេទ្យព្រោះកូននៅពេទ្យឡើយទេម៉ែវាទៅមើលម៉ែវាឲ្យជាង10មកធ្វើម៉ូតូយកលុយអញ្ចឹងមានតែជាង10មកដល់ផ្ទះហើយតែកូនអត់ទាន់ធូរទេតែបើឲ្យជាង10នៅថែទៀតប្រកាសជាដាច់បាយស្លាប់ហើយព្រោះអីរាល់ថ្ងៃនេះចំណាយច្រើនណាស់ហ៊ានតែអត់រកតែមួយថ្ងៃពីរថ្ងៃនឹងគឺចប់តែម្ដងមានអីមានតែលក់នេះលក់នោះហ្នឹងដល់ពេលលក់អស់មានអីលក់ចឹងទេធ្វើមិនចេះទ្រាំទៅចេះតែតស៊ូទៅអរគុណច្រើនបងប្អូនសូមជម្រាបលា